តបន្តមកទៀតឥឡូវយើងទៅបែបសភៅនៅទំព័រទី70 71ទាំងអស់គ្នាណាហើយអញ្ចឹងសភៅទំព័រ70 71ដូចខ្ញុំនិយាយអញ្ចឹងលំហាត់បែបហ្នឹងគឺលំហាត់បែបប្រឡងតើយើងចេះមើលស្រាវជ្រាវរកព័ត៌មានដែរទេអញ្ចឹងយើងត្រូវមើលសំណួរនៅទំព័រទី70ឲ្យច្បាស់មើលសំណួរនៅទំព័រទី70ឲ្យយល់ថាគេចង់សួរពីអីហើយបើយើងអាចទៅមើលនៅទំព័រទី71ស្វែងរកនៅចម្លើយនៅក្នុងអត្ថបទហ្នឹងឬក៏ផ្ទាំងផ្សព្វផ្សាយហ្នឹងឬក៏ខិត្តប័ណ្ណហ្នឹងឬក៏กระดาษគូប៉ុងហ្នឹងជាដើមតោះណាភ្ជាក់ឡើងមួយភ្ជាក់ទៀតលំហាត់បែបហ្នឹងណាលំហាត់នៅរមាំងចុងក្រោយដាច់ខាត់គឺអ្នកនរគ្នាអត់ត្រូវទៅមើលនៅទំព័រទី71ហ្នឹងទេត្រូវមើលសំណួរគេឲ្យយល់ថាគេចង់សួរពីអីបានយកសំណួរដែលគេចង់សួរនេះយកទៅស្វែងរកចម្លើយនៅទំព័រអត្ថបទនៅ71នេះអូខេតោះលីងទៅទាំងអស់គ្នាយើងចាប់ផ្ដើមណា41តោះទៅហើយនៅទំព័រទី70សំណួរទី42 Maketo さんは19の科の学生ですអញ្ចឹងលោកម៉ាតូគឺជាសិស្សថ្នាក់19ណាកម្រិតកដាលណាកម្រិតកដាល1ណា19ណាអញ្ចឹងយើងនេះ19បន្តមកទៀត Sugi no Jukyo wa itsu desu ka តើ Jukyo ម៉ោងរៀនបន្ទាប់របស់គាត់នៅពេលណាណាម៉ោងរៀនរបស់គាត់បន្តនៅពេលណា itsu នេះពេលណាអញ្ចឹងតើឥឡូវបំរាប់គឺប៉ុណ្្នឹងគឺគាត់ឈ្មោះម៉ាតូនោះជាសិស្សនៅ19ហើយម៉ោងរៀនបន្តរបស់គាត់តើនៅពេលណាអញ្ចឹងចម្លើយគឺមានលេខ1ដល់លេខ4ឥឡូវយើងមើលទំព័រទី71ទាំងអស់គ្នាគេដាក់ Kyuko no Oshirase នេះ Kyuko no Oshirase អញ្ចឹងការផ្ដល់ព័ត៌មានអំពីការសម្រាកនៃថ្នាក់រៀនឬក៏ម៉ោងរៀននេះ Kyuko ការសម្រាកនៃម៉ោងរៀនក៏ថ្នាក់រៀនឬក៏បិទមួយរយៈណាអញ្ចឹងយើងមើលទៅលើសំណួរទៅមើលលើ Kyuko ទាំងអស់គ្នាណាទៅមើលនៅកន្លែងទីដល់តែពាក្យQ ichi ទៅអញ្ចឹងយើងអាចរកមើលបាននៅក្នុងអត្ថបទយើងរាប់ពីលើចុះមកក្រោមជួរទី4ទី5សិតមានឯនេះQ ichi ម៉ោង9ដល់ម៉ោង10:30ថ្ងៃទី13ថ្ងៃសៅរ៍ម៉ោង9ដល់ម៉ោង10:30អីចឹងទៅឃើញអត់អញ្ចឹងរាប់ពីលើចុះក្រោមជួរទី4Q ichi នេះអញ្ចឹងយើងអាចទៅមើលលើចម្លើយបានហើយតោះនេះតោះអញ្ចឹងគឺចម្លើយយើងអាចមើលបានបែបហ្នឹងឥឡូវខ្ញុំទៅអាននៅក្នុងអត្ថបទនៅទំព័រទី71នេះឲ្យទៅដោយសារនេះខ្ញុំជាការបែបបញ្យល់ទេដល់ពេលទៅប្រឡងនៅគឺអត់បាច់ត្រូវអាននៅទំព័រ71ទេណាតែសារខ្ញុំបរិញ្ញាខ្ញុំអានឲ្យបកឲ្យទាំងអស់បញ្ជាក់ឡើងវិញពេលប្រឡងចេះស្ដាយយើងមើលតែប៉ុណ្្នឹងយើងឃើញចម្លើយបាត់ហើយអូខេតោះទៀតឥឡូវយើងទៅមើលនៅទំព័រ71ទាំងអស់គ្នាមួយខ្ញុំ Kyuko no Oshirase ការផ្ដល់ព័ត៌មាននៃការលុបចោលថ្នាក់រៀនគឺកំងរៀនតោះ Taifu de Sakura Sen to Asahi Sen no densha ga tomatte imasu Taifu ខ្យល់ព្យុះដល់ដេកទម្រង់បរិយាសាស្ត្រដេកនេះហើយដេកនេះដោយសារតែខ្យល់ព្យុះឯសែននេះគឺខ្សែរថភ្លើងសាការ៉ានឹងឈ្មោះខ្សែរថភ្លើងអាសាហិនឹងក៏ឈ្មោះខ្សែរថភ្លើងដែរអញ្ចឹងដោយសារតែខ្យល់ព្យុះគឺរថភ្លើងខ្សែរថភ្លើងអាសាហិនិងរថភ្លើងខ្សែរថភ្លើងសាការ៉ាគឺបានឈប់ថូម៉ារីម៉ាស់ឈប់ Hashimoto sensei to Takahashi Hayashi sensei wa gakko ni kimasen អញ្ចឹងលោកគ្រូ Hayashi ជាមួយនឹងលោកគ្រូ Hashimoto គឺគាត់មិនមកសាលារៀនទេ Sokyuichi មានថា Sokyu កម្រិតដំបូងគឺម៉ោង9ដល់ម៉ោង10:30គឺ Oyasumi នេះគឺសម្រាប់ដល់ពេល Chukyu នេះ Chukyu-ichi គឺពីម៉ោង10:30គេដាក់សញ្ញាប្រូអញ្ញាជីឬសញ្ញាប្រូហ្នឹងទៅដូរនៅថ្ងៃទី13នេះថ្ងៃសៅរ៍ម៉ោង9ដល់ម៉ោង10:30វិញឃើញអត់ហើយចឹងចម្លើយបានហើយឃើញមិនគឺឃើញចម្លើយបានហើយងាយទៀតជឿខ្ជឿនេះណាជឿខ្ជឿនេះណាចំពោះជឿខ្ជឿនេះវិញគឺម៉ោង10:40ទៅម៉ោង12:10នាទីហ្នឹងគឺយើងបដូរយ៉ាជីរស៊ីហ្នឹងគេដាក់សញ្ញាប្រួយបដូរទៅថ្ងៃសៅរ៍ទី20 Haska ណាពីម៉ោង10:40ទៅដល់ម៉ោង12:10នាទីទៀតKanji ichi នេះចំពោះម៉ោង Kanji ichi ម៉ោង10:40ដល់ម៉ោង12:10ហ្នឹងគឺបដូរថ្ងៃទៅជា Yasumi ですសម្រាប់Oyasumi no Yukyo វ៉ានេះ Yukyo ម៉ោងរៀនម៉ោងសិក្សានេះ Yukyo ម៉ោងរៀនម៉ោងសិក្សាដែលសម្រាប់គឺ Raishu សប្តាហ៍ក្រោយ Kawari no hi o osema គឺ osema ប្រាប់នៅថ្ងៃដែលបដូរវិញថ្ងៃណាដែលបដូរនៅថ្ងៃណាគេនឹងប្រាប់វិញឃើញអត់អញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញម្ដងហើយម្ដងទៀតនេះដោយសារតែជាការបង្រៀនទេទើបខ្ញុំពន្យល់ខ្ញុំអានបកនៅទំព័រទី71តែពេលនេះទៅប្រឡងមិនបាច់មើលទំព័រ71មិនបាច់អានបកអីវាទេវាគ្មានន័យអីទេគឺត្រូវមើលនៅទំព័រទី70នេះមើលសំណួរគេឲ្យយល់ហើយយល់សំណួរហើយទៅរើមើលចម្លើយនៅលើហ្នឹងជាការស្រេចតើយើងវាប់ឡើងមកមើលនៅទំព័រទី71គឺរើតតែបែក
thu clear ទីក៏រត់ឃើញចាំឡើយដែរទេអញ្ចឹងដូចសំណួរគេសួរនៅតំបន់ទី70អញ្ចឹងគេសួរថាគេប្រាប់បំរាប់ថាលោកម៉ាត់តហ្នឹងគាត់ជាសិស្សនៅជឿ QH នេះជឿ QH នេះគាត់ជាសិស្សនៅជឿ QH នេះជាសិស្សនៅជឿ QH ហើយម៉ោងរៀនបន្តរបស់គាត់គឺនៅពេលណាឃើញទេអញ្ចឹងបំរាប់បានពេលហ្នឹងអញ្ចឹងអ្នកនេះត្រូវមើលនៅតំបន់ទី71នេះមករើតាកន្លែងពាក្យជឿ QH នេះមកឃើញនេះអញ្ចឹងរាប់អត្ថបទពីលើចុះត្រឹមជឿទី4មកជឿ QH ឃើញប៉ុណ្ណាណៃម៉ោង9ដល់ម៉ោង10:30អញ្ចឹងគេដាក់សញ្ញាព្រួយគេដាក់សញ្ញាព្រួយដូរទៅថ្ងៃណានេះអញ្ចឹងយើងឃើញបាត់ទេចម្លើយបាត់ទេអញ្ចឹងយើងអាចគេដាក់ចម្លើយ1 2 3 4យើងអាចទៅរកចម្លើយមួយណាដែលចេញពីចម្លើយលេខ4នឹងបានបាត់អញ្ចឹងងាយតោះណាម្ដងហើយម្ដងទៀតណាកុំភ្លេចខិតខំប្រឹងប្រែងមើលមេរៀនទាំងអស់គ្នាផង